តែជាកម្មថ្មីមួយខ្នងនេះខ្ញុំរំពឹងថាបងប្រុសបងស្រីនឹងអាចបានរស់នៅជុំគ្នាក្នុងនាមជាប្តីប្រពន្ធប្រកបដោយសុភមង្គលនិងសុខដុមរមនាបាទបងប្អូនទាំងអស់នេះបាទនេះគឺជាតែជាកម្មថ្មីមួយកន្លែងទៀតដែលខ្ញុំទៅពិនិត្យទីតាំងជូនគាត់នៅខាងទឹកដីខេត្តតាកែវហ្នឹងហើយអញ្ចឹងនៅស្រុកកោះណែតបាទហើយគាត់ក្រុងទាំងធ្វើផ្ទះ5គុណនឹង24កំពីកម្ពស់2ជាន់បាទហើយបងប្រុសគាត់ធ្វើការនៅប្រទេសកូរ៉េ2អាណត្តិហើយអញ្ចឹងស្មើនឹង10ឆ្នាំហើយអញ្ចឹងខ្ញុំយល់អារម្មណ៍មួយនេះព្រោះมันជាសบายចិត្តប្រហែលទេប៉ុន្តែធ្វើម៉េចបើគាត់ជាមេគ្រួសារអានេះគេហៅថាបន្ទុកក៏ដូចជាការទទួលខុសត្រូវក្នុងនាមជាមេគ្រួសារគឺមានការលះបង់អញ្ចឹងឯងបាទសុខចិត្តនៅឆ្ងាយពុនឆ្ងាយកូនលំបាកទាំងកាយលំបាកទាំងចិត្តដើម្បីបំពេញសេចក្តីសុខឲ្យប្រពន្ធកូនអញ្ចឹងឥឡូវនេះគាត់ឆ្លៀតយកលុយដែលគាត់បានទៅធ្វើការនៅប្រទេសកូរ៉េនោះយកមកវិនិយោគមកលើរបរកសិកម្មដោយគាត់រំពឹងថារបរមួយនេះនឹងជួយឲ្យគាត់អាចរស់នៅជុំគ្នាបានពីខ្ញុំជាអ្នកជំនាញក៏ខ្ញុំរំពឹងបែបហ្នឹងដែរព្រោះរបរមួយនេះនៅលើទីតាំងរបស់គាត់នេះខ្ញុំរំពឹងថាមួយឆ្នាំក្រោយបន្ទាប់ពីយើងបានសលេងទៅគឺយើងនឹងទទួលបានចំណូលចាប់ពី$150ទៅ$300ក្នុងមួយខែចូលឆ្នាំទី2វាអាចនឹងឡើង$300ទៅ$600ណាអញ្ចឹងវានឹងឡើងជាបន្តបន្ទាប់បាទអញ្ចឹងខ្ញុំសង្ឃឹមបែបហ្នឹងហើយខ្ញុំខ្លួនឯងក៏មិនធ្វើឲ្យបងខកបំណងដែរហើយក៏អរគុណបងប្រុសបងស្រីសម្រាប់ការមានទំនុកទុកចិត្តមែនតើនៅពេលដែលខ្ញុំទៅជួបគាត់ផ្ទាល់ខ្ញុំបានសួរគាត់ថារបបមួយនេះតើអ្នកណាគេអ្នកចាប់អារម្មណ៍ហើយបងស្រីក៏ថាបងប្រុសជាអ្នកចាប់អារម្មណ៍ប៉ុន្តែបងប្រុសអត់ដែលតាក់ទងមកសួរអត់ដែលតាក់ទងមកនាំខ្ញុំសំបីតែម្ដងហើយគឺប្រពន្ធគាត់ឲ្យប្រពន្ធគាត់ទេមកខ្ញុំណាត់ទៅមើលទីតាំងផ្ទាល់ហើយធ្វើតែម្ដងគាត់ថាប្តីគាត់តាមដានយូរហើយណាគាត់ថាតាមដានលោកគ្រូឲ្យយូរហើយអញ្ចឹងឈានមកដល់ថ្ងៃនេះគឺគាត់ប្រកាសបញ្ជាគាត់ដឹងថាលោកគ្រូធ្វើការបែបណាលោកគ្រូជាមនុស្សបែបណាអញ្ចឹងគាត់ទុកចិត្តគាត់មិនសួរមិននាំអីទេគឺគាត់ឲ្យខ្ញុំទេណាត់ថ្ងៃទៅមើលទីតាំងហើយកក់លុយធ្វើតែម្ដងបាទអញ្ចឹងឃើញថាពិសេសមែនតើហើយក៏អរគុណមែនតើនៅការទុកចិត្តដល់មុតមមបែបនេះបាទអញ្ចឹងខ្ញុំជាអ្នកជំនាញគឺសប្បាយចិត្តមែនតើនៅពេលដែលគាត់ផ្ដល់ទំនុកចិត្តយ៉ាងល្អបាទมันមានការបារម្ភมันមានការអីគឺអ្នកខ្លះគាត់មុននឹងធ្វើគាត់សួរនាំតាំងពីសំណង់យ៉ាងម៉េចអីយ៉ាងម៉េចគាត់សួរលម្អិតប៉ុន្តែគាត់ថាគាត់តាមដានហើយគាត់ដឹងថាការងារយើងធ្វើយ៉ាងម៉េចបាទអញ្ចឹងឃើញថានេះគឺជាទឹកចិត្តមួយដ៏ល្អបាទសម្រាប់ខ្ញុំគឺសប្បាយចិត្តបាទបងប្អូនមើលណាទីតាំងរបស់គាត់នេះគឺតំបន់ហ្នឹងគឺគេធ្វើស្រូវមួយឆ្នាំ3ដងបាទគឺខៀវសង្ងាត់តែម្ដងបាទអញ្ចឹងស្រូវនឹងហើយគឺជាប្រភពដែលអាចបង្កើតបាននូវសត្វល្អិតបាទហើយសត្វល្អិតនឹងហើយគឺជាចំណីរបស់ជីកម្មអញ្ចឹងមានសត្វល្អិតច្រើនចំណីជីកម្មមានច្រើនតែជីកម្មក៏មានច្រើនអញ្ចឹងជាហេតុបង្កនាំឲ្យកំណើនផ្ទះរបស់គាត់គឺរំពឹងថានឹងមានភាពលឿនបាទហួសពីការរំពឹងទុកបាទអញ្ចឹងបងប្អូនទាំងគ្នាបាទអញ្ចឹងមានអ្វីមានទីតាំងល្អបែបនេះមានអ្វីចង់សាកសួរបងប្អូនអាចថតជាវីដេអូទីតាំងដី pin ជា location ផ្ញើមកខ្ញុំនឹងត្រួតពិនិត្យជូនបងប្អូនជាជំហានមួយបាទធ្វើកើតឬក៏មិនកើតដើម្បីបានជាព័ត៌មានងាយស្រួលសម្រាប់បងប្អូនយើងត្រៀមផែនការទៅធ្វើអ្វីបន្តទៀតណាបងប្អូនបាទទីតាំងគាត់នេះនឹងចូលវាយគ្រឹះឆាប់ណាបងប្អូនចូលវាយគ្រឹះឆាប់នេះបាទអញ្ចឹងយើងបានត្រៀមហើយខាងវិស្វករតេស្តដីខ្ញុំបានបញ្ជូនគាត់ទៅត្រួតពិនិត្យហើយដែរហើយថ្ងៃខែត្រូវចូលធ្វើក៏រៀបចំរួចដែរបាទអញ្ចឹងរងចាំតែពេលវេលាដល់គឺយើងនឹងធ្វើតែម្ដងណាបងប្អូនទាំងអស់នេះបាទអញ្ចឹងឆ្លាស់ល្អខ្ញុំពេញចិត្តស្រឡាញ់ទីតាំងបែបនេះគឺមានអារម្មណ៍ថាធ្វើដោយមានទំនុកទុកចិត្តធ្វើដោយមានភាពកក់ក្ដៅបាទហើយ